បរិមម្នាក់បើកម៉ូតូលឿនដូចហោះបុកទម្លុះចូលរោងបន្សពខ្ទាតចូលក្រំឡានចតចោលក្នុងរោងបុណ្យបរិមម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុកជាមួយនឹងចនាដែកដែលមានចងអំពូលភ្លើងជាសញ្ញាសម្រាប់បំភ្លឺមុខរោងបន្សពបន្តទៅបុកបង្គោលរោងបន្សពខ្ទាតអ្នកបើកម៉ូតូចូលក្រោមរយន្តព្រុសដែលចតទុកចោលក្នុងរោងបុណ្យរោងរបួសធ្ងន់ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 11:29 នាទីយប់ថ្ងៃទី1 ខែឧសភាឆ្នាំ2025លើផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 21 និង 22 ស្ថិតក្នុងភូមិស្លែងដេដោឃុំព្រែកតតែនស្រុកពញាលឺខេត្តកណ្ដាលនគរបាលចរាចរណ៍ស្រុកពញាលឺបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក Honda Trim C125 ស៊េរីឆ្នាំ2025ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1LJ 7063បើកបរដោយឈ្មោះសម្បូរមនីបញ្ញាភេទប្រុសអាយុ39ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិស្លែងដីដោឃុំព្រៃតតែនស្រុកពញាលឺខេត្តកណ្ដាលក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកាត់ហេតុខាងលើក៏ជ្រុលទៅបុកជាមួយចណ្ដាដែកដែលមានចងអំពូលភ្លើងជាសញ្ញាសម្រាប់បំភ្លឺមុខរោងបន្សពហើយបន្តទៅប៉ះនឹងបង្គោលរោងបន្សពបណ្ដាលឲ្យអ្នកបើកបរម៉ូតូខ្ទាតចូលក្រោមរថយន្តម៉ាក Toyota Prius ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BQ 8441ដែលចតទុកចោលនៅក្នុងរោងបុណ្យរោងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមចំណែកវត្ថុតាងម៉ូតូខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលយកម្ករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតតែនដើម្បីបន្តនីតិវិធីគណៈសមត្ថកិច្ចបញ្ជាក់ថាករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូបើកបរធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នមិនពិនិត្យស្ថានភាពផ្លូវខាងមុខឲ្យបានច្បាស់លាស់ពេលកំពុងបើកបរដោយនៅខាងមុខរោងបុណ្យមានដាក់ភ្លើងបំភ្លឺជាសញ្ញានិងដាក់សាជីផងដែរសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ